មកលេងបាត់ដំបងម្ដងនេះធានាថាប្លែកអារម្មណ៍ក្រៅពីព្រឹត្តិការណ៍ផ្លែឈើ2026នៅមានរមណីយដ្ឋានជាង100កន្លែងនិងចំការផ្លែឈើធម្មជាតិកំពុងរងចាំលោកអ្នកនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះដែនដីមាសបាត់ដំបងនឹងប្រែក្លាយទៅជាឋានសួគ៌នៃផ្លែឈើនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង2026ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាខាងមុខនេះកុំឲ្យហួសពេលរយៈពេល10ថ្ងៃពេញនេះលោកអ្នកនឹងបានទស្សនាទិដ្ឋភាពដ៏ជក់ចិត្តនៃការដង្ហែផល្លានុផលនៅលើរមាក់ធាក់ជើងបុរាណអមដោយការសម្ដែងសិល្បៈសៀកដ៏រស់រវើកនិងល្បីល្បាញកម្រិតអន្តរជាតិពីអង្គការហ្វាពលឺសិល្បៈកាន់តែពិសេសព្រឹត្តិការណ៍នេះនឹងប្រមូលផ្ដុំទៅដោយពិព័រណ៍ផល្លានុផលល្បីៗមកពីគ្រប់បណ្ដាក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងព្រមទាំងមានការតាំងបង្ហាញភូមិមួយផលិតផលមួយផងដែរសម្រាប់អ្នកស្នេហាផ្លែទុរេនកុំភ្លេចឱកាសមាស Buffet ទុរេនរយៈពេល3ថ្ងៃពេញដែលនឹងនាំមកនៅទុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់និងល្បីល្បាញរបស់ស្រុកសំឡូតមកជូនពិសាព្រមទាំងមានការប្រគំតន្ត្រីការប្រឡងគូគំនូរផ្លែឈើនិងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតកាន់តែអស្ចារ្យជាងនេះទៅទៀតក្រៅពីការចូលរួមទស្សនាព្រឹត្តិការណ៍នៅក្នុងក្រុងលោកអ្នកក៏អាចឆ្លៀតឱកាសធ្វើដំណើរទៅកម្សាន្តដោយផ្ទាល់ទៅដល់ចំការរបស់អ្នកស្រុកផ្ដិតយកបរិយាកាសធម្មជាតិដ៏ស្រស់បំព្រងនិងបេះទទួលទានផ្លែឈើស្រស់ៗនៅនឹងដើមដូចជាចំការទុរេនសាវម៉ាវឬមង្ឃុតជាដើមបន្ថែមពីនោះបាត់ដំបងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាមួយនឹងតំបន់រមណីយដ្ឋានចម្រុះជាង100កន្លែងទីតាំងស្នាក់នៅនិងសណ្ឋាគារយ៉ាងស្រស់ស្អាតម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់ប្រចាំតំបន់ក្នុងតម្លៃសមរម្យរួមទាំងការធានាយ៉ាងម៉ឺងម៉ាត់នៅសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អជូនដល់បងប្អូនភ្ញៀវទេសចរគ្រប់រូបណាត់គ្នាមកលេងបាត់ដំបងឲ្យបានចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នេះដើម្បីចូលរួមគាំទ្រកសិករខ្មែរសម្រាប់កម្សាន្តជាមួយក្រុមគ្រួសារនិងញ៉ាំងឲ្យវិស័យកសិទេសចររបស់យើងកាន់តែរីកចម្រើន